niệm bong bóng mà chụp cô này phong đam đó bong bóng bà chụp điệp su bục mày bong bóng đại sân ha vì sai bật đàn con mày capi mà salmon nơi sông viên Cambodia mà phái bà bong bóng na kla ban tốt na cáp sai toal hỏi bong bóng na kla đại mình ban tốt na cáp sai toal bà hỏi bong bóng na kla ban đăng pi lập tập hòa sậpក្នុងការប្រកួតកាពីម្សិលមិញហើយបងប្អូនណាខ្លះដែលចង់ដឹងខ្ញុំបាទនឹងធ្វើការជម្រាបចែកជូនអំពីលទ្ធផលកាពីម្សិលមិញសរុបទាំងអស់6គូតែម្ដងបងប្អូនបាទគូទី1គឺជាការប្រកួតរវាងកីឡាករសវណ្ណរិមៈជាមួយនឹងកីឡាករពេជ្រប៊ុនលៀបបាទដែលលទ្ធផលនៃការប្រកួតរបស់អ្នកទាំងពីរគឺបានត្រឹមតែមួយទឹកទេបងប្អូនបាទដោយសវណ្ណរិមៈគាត់បានវាយឲ្យពេជ្រប៊ុនលៀបបាទសន្លប់នៅក្នុងទឹកទី1បើមែនតែនទៅគឺបាន2នាទីបងប្អូននៅក្នុងទឹកទី1ហ្នឹងបាទដោយសវណ្ណរិមៈនេះគាត់តតកន្លែងនេះបងប្អូនចូលចំកឌិតក្អមធ្វើឲ្យពេជ្រប៊ុនលៀបបាទមិនអាចបន្តការទៅប្រកួតតទៅមុខទៀតបានអញ្ចឹងជាលទ្ធផលគឺបានទៅលើសវណ្ណរិមៈបាទហើយគូទី2គឺជាការជួបគ្នារវាងកីឡាករបាទថលថេងជាមួយនឹងកីឡាករឈុនប្រកាសបាទការប្រកួតរបស់អ្នកទាំងពីរគឺស្វិតស្វាញរហូតទៅដល់5ទឹកបងប្អូនមានចូលពេញទៅពេញមកបាទជាលទ្ធផលគឺបានទៅលើថលថេងគាត់បានឈ្នះឈុនប្រកាសដោយពិន្ទុបងប្អូនបាទនេះគឺរូបភាព slow motion សម្រាប់ការប្រកួតរបស់ពួកគាត់កាលពីម្សិលមិញបងប្អូនបាទអញ្ចឹងលទ្ធផលគឺបានទៅលើកីឡាករថលថេងបាទជាបង្គោលក្រហមរីឯគូមួយទៀតបងប្អូនបាទជាការជួបគ្នារវាងកីឡាករផលស៊ីឡុងបងប្អូនដែលប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយនឹងអ៊ីរ៉ង់បាទការប្រកួតក៏បានត្រឹមតែទឹកទី1ដែរបងប្អូនបាទគឺដូចជានៅបាន2នាទីដែរបងប្អូនមិនសិនមិញបាទអញ្ចឹងបើសិនជាខ្ញុំនិយាយទៅខុសឆ្គងអធិស្ឋានបងប្អូននេះជារូបភាព slow motion ម្សិលមិញដែលផលស៊ីឡុងគាត់វាយឲ្យកីឡាករអ៊ីរ៉ង់មិនអាចបន្តការប្រកួតបានបងប្អូននេះមួយកែងនេះបងប្អូនគឺគាត់លោតទៅពុះកែងអញ្ចឹងបាទចំសិទ្ធិឆ្កានេះបងប្អូនធ្វើឲ្យដៃគូរបស់គាត់មិនអាចបន្តការប្រកួតបានអញ្ចឹងជាលទ្ធផលគឺបានទៅលើកីឡាករផលស៊ីឡុងម្សិលមិញបងប្អូនបាទនេះគឺការប្រកាសលទ្ធផលជាផ្លូវការបាទគឺលោកគ្រូវងសិដ្ឋីជាអញ្ញាកណ្ដាលរីឯគូមួយគូទៀតបងប្អូនជាការប្រកួតបាទលក្ខណៈមិត្តភាពអន្តរជាតិដែរបងប្អូនបាទគឺមហាម៉ាត់ម្សិលមិញជួបដៃគូដែលស្វិតស្វាញបំផុតហើយបងប្អូនបាទក្នុងការវាយម្សិលមិញបាទ3ទឹកបាទការប្រកួតរបស់គាត់ពួកគាត់តែ3ទឹកឯងបងប្អូនប៉ុន្តែមានបែកផងអីផងសម្រាប់កីឡាករភូមិម្នាក់នេះបាទចងចាំឈ្មោះគាត់ទុកបងប្អូនសានតុកបាទសានតុកពិតជាល្អមែនបងប្អូនស៊ូណាស់ម្សិលមិញបាទការប្រកួតរហូតទៅដល់3ទឹកបាទលទ្ធផលបានត្រឹមតែឈ្នះដោយពិន្ទុទេម្សិលមិញសម្រាប់មហាម៉ាត់បាទអញ្ចឹងទោះយ៉ាងណាក៏សរសើរទៅដល់សានតុកដែលគាត់ស៊ូជាមួយនឹងមហាម៉ាត់រហូតដល់ចប់ទឹកបាទគូបន្តមកទៀតបងប្អូនគឺជាការប្រកួតរវាងសូតវាសនាបាទសូតវាសនាម្សិលមិញគាត់វាយបាទលក្ខណៈម៉ាស់វាយបងប្អូនបាទគាត់ទទួលបានប្រាក់រង្វាន់ពីកម្មវិធីបាទសូតវាសនាមួយជង្គង់មិញបងប្អូនល្អមែនតើចង់អានេះគេហៅថាចង់ដល់នេះបងដល់កាពះបងប្អូនដល់ពោះបាយបងប្អូននិយាយឲ្យលើសបន្តិចចុះបងប្អូនបាទនេះសូតវាសនាគាត់នឹងឌឺទេបងប្អូនណាឥឡូវយើងទៅមើលរូបភាព slow motion បន្តិចបងប្អូនថាគាត់ចាក់ជង្គង់ម្សិលមិញល្អបំផុតណាបងប្អូនបានជាដៃគូមើលដេកដួលងើបអត់រួចទេបងប្អូនអើយបាទចុងជនីឆ្អឹងជនីផុតបាទខាងឆ្វេងងើបអត់រួចទេបងប្អូនមកជង្គង់សូតវាសនានេះល្អមែនតើបាទឥឡូវចូលដល់មើល slow motion បន្តិចបងប្អូននេះបងប្អូនមកជង្គង់នេះផុងតែម្ដងបងប្អូនបាទសម្រាប់ហើយក៏ថែមមួយដៃទៀតប៉ុន្តែអាមួយដៃចុងក្រោយនេះមិនមែនជាមួយដៃដែលធ្វើឲ្យដៃគូមិនអាចងើបរួចទេបងប្អូនងើបមិនរួចដោយសារជង្គង់ពេញបងប្អូននេះមកជង្គង់នេះភ្លុកបងប្អូនហើយចង់ស្រុតឆ្អឹងជំនីបាទ
ចឹងជាលទ្ធផលគឺបានទៅលើសូត្រវាសនាក្នុងការផ្ដួលដៃគូឲ្យសន្លប់នៅដូចជា3នាទីចុងក្រោយបងប្អូនបានន័យថាគាត់ប្រកួតបាន6នាទីដែរម្សិលមិញបាទ6នាទីអញ្ចឹងសល់3នាទីទៀតសូត្រវាសនាធ្វើបានបាទអញ្ចឹងអបអរសាទរជាមួយនឹងសូត្រវាសនាកាលពីម្សិលមិញដែលទទួលបានប្រាក់រង្វាន់ពីកម្មវិធីបាទមួយគូទៀតបងប្អូនដែលជាគូឯកបាទរវាងអេអមរិនពូថងបងប្អូនបាទចង្គង់នេះគឺដល់ក្បាលសម្រាប់អេអមរិនពូថងម្សិលមិញបាទបងប្អូនខ្ញុំកាត់យកមកត្រឹមចប់នាទីតែម្ដងគឺ1នាទី30វិនាទីចុងក្រោយក្នុងទឹកទី1បាទអេអមរិនពូថងគាត់បានផ្ដួលដៃគូដែលជាកីឡាករអ៊ីរ៉ង់ម្សិលមិញបងប្អូនបាទដោយគាត់បានតត់ជើងក្រោមចំផ្លូវនេះបងប្អូនមួយជើងគាត់បងប្អូនធ្វើឲ្យដៃគូរបស់គាត់មិនអាចតការប្រកួតបានឥឡូវបងប្អូនទៅមើលរូបភាព slow motion បន្តិចបងប្អូនការប្រកួតម្សិលមិញគឺដូចជាមិនតាន់ជាក្តៅឬក៏រោដោះម៉ាស៊ីនឲ្យដណ្ហើមនៅឡើយទេសម្រាប់អេហមរិនពូថងបាទគាត់ក៏បានផ្ដួលតែម្ដងបាទនេះបងប្អូនមកជង្គង់នេះគឺដល់ក្បាលបងប្អូនដល់ត្រចៀកបាទមកជើងនេះគឺចប់សពគ្រប់ហ្មងសម្រាប់ដៃគូអេអមរិនពូថងម្សិលមិញបងប្អូននេះគឺរូបភាពដែលបងប្អូនគ្រាន់តែប្លង់កាមេរ៉ាគេចាប់ផ្សេងគ្នាអញ្ចឹងមើលទៅឃើញច្បាស់បងប្អូនបាទប៉ុន្តែការពិតទៅទាត់បានតែមួយជើងនេះគឺចប់តែម្ដងបាទអញ្ចឹងលទ្ធផលគឺបានទៅលើអេអមរិនពូថងដោយផ្ដួលដៃគូនៅត្រឹមទឹកទី1បាទ